បាទដោយសារថ្ងៃនេះគឺថ្ងៃខួបកំណើតបុគ្គលស្រីបងអញ្ចឹងយើងសម្ប្រាយគាត់បាទដោយសារម៉ូតូគាត់ចាស់នេះគឺគាត់ធ្វើដំណើរទៅរៀនគឺពិបាកបាទជួនកាលឆេះជួនកាលទៅរៀនអត់តាន់អញ្ចឹងយើងចង់សម្ប្រាយគាត់ទីបងប្អូនអរគ្នាថា Let's go យើងទៅរួមមើលហាងម៉ូតូមួយបាទដែលមានតម្លៃសមរម្យហើយធូរថ្លៃបងប្អូនអរគ្នាបាទអញ្ចឹងយើងមើលទាំងអស់គ្នាបាទហើយម៉ូតូគឺមានច្រើនម៉ូតច្រើនម៉ាកហើយសិតស្អាតពីនិយមបាទចឹងដោយសារម៉ូតូគាត់គឺថ្ងៃខ្លះនេះគឺអត់ឆេះបាទទៅរៀនគឺអត់តាន់ពេលអញ្ចឹងយើងចង់surpriseគាត់បាទในខួបកំណើតបាទហើយក៏ខ្ញុំបានជូនគាត់ទៅបាទជិះកាត់មកខាងម៉ូតូបាទហើយក៏សួរគាត់ថាគាត់ស្រឡាញ់ពណ៌អីចេះយើងចេះឆគាត់លេងទៅណាបងប្អូនថាបាទអត់មានលុយទិញឲ្យទេបាទគ្រាន់តែសួរលេងអញ្ចឹងណាបងប្អូនបាទហើយគាត់ថាគាត់គឺស្រឡាញ់ពណ៌ខ្មៅអញ្ចឹងណាបងប្អូនថាបាទអត់មានលុយទិញឲ្យទេផ្សេងចង់ surprise គាត់កុំឲ្យគាត់ដឹងខ្លួនបងប្អូនអរគ្នាបាទអញ្ចឹង let's go តាយើងចូលទៅមើលខាងក្នុងអរគ្នាបាទតើមានម៉ូតូប្រភេទអ្វីខ្លះបាទហើយចំណែកម៉ូតូនេះមួយគ្រឿងនេះហើយដែលគាត់យើងយកជូនគាត់បាទឥឡូវចូលទៅមើលខាងក្នុងសិនបាទតើមានម៉ូតូម៉ាកប្រភេទអ្វីខ្លះបាទគឺខាងក្នុងគឺសម្បូរម៉ូតូមិនច្រើនមែនតើមកហាងរបស់គាត់បាទចូលតាមបានទស្សនារបស់គ្នាបងប្អូនអរគ្នាបាទគឺស្អាតហើយម៉ូតូគឺតន់សម័យមែនតើបាទហើយចំណែក ADV នេះក៏ស្អាតដែរបងប្អូនបាទកម្លាំងម៉ាស៊ីនគឺ160cc បាទដល់ពេលហើយការធានាជូនរបស់គាត់គឺបានច្រើនឆ្នាំដែរបាទហើយក៏គាត់មាន free ច្រើនដែរបងប្អូនអរគ្នាបាទមករូបរាងសង្ខារបាទហើយចំណែកម៉ាស៊ីននេះគឺខ្សៀកស្ងាត់ល្អណាស់បងប្អូនបាទតែមានតម្រូវការអាចមកជួយជីវកន្លែងគាត់បានបងប្អូនអរគ្នាបាទពណ៌ស្អាតស្រស់បាទហើយពណ៌ដែលលក់ដាច់ជាងគេនោះគឺពណ៌ខ្មៅគ្រឿងបងប្អូនអរគ្នាបាទហើយពណ៌នេះគឺរៀងធូរថ្លៃទេបាទពណ៌ក្រហមអីនេះបាទនិងពណ៌សនេះគឺរៀងធូរថ្លៃទេមុនដំបូងគឺពណ៌សនេះគឺថាត្រូវប៉ាន់បាទរៀងថ្លៃប៉ុន្តែឥឡូវពណ៌ខ្មៅគ្រើមចេញមកតម្លៃពណ៌សនេះគឺធ្លាក់ធូរថ្លៃវិញបាទពណ៌ខ្មៅថ្លៃជាងគេឥឡូវយើងរើសរួចរាល់ហើយយើងមកកន្លែងដែលគិតលុយម្ដងបងប្អូនអរគ្នាបាទគឺមានលេខអក្សរតិចតួចមកបាទដោយសារយើងទៅទិញម៉ូតូបាទមិនមែនយកមកឆៅទេបងប្អូនបាទអញ្ចឹងរួចរាល់ហើយ let's go បាទក៏មកយកដល់ផ្ទះវិញបាទក៏យកឲ្យជាងបាទមើលអំពូលមកអីតិចណាជាងមិនណាឆ្ងាយទេគឺជាងខ្លួនឯងហ្នឹងបងប្អូនថាតបតែអំពូលតិចតួចបាទដែរកាត់ឥឡូវរួចរាល់ហើយបាទគឺបិទស្គុតបាទហើយស្គុតនេះគឺបិទជូរមែនតើបាទគឺយើងបិទតាំងពីម៉ោង2កន្លះបាទរហូតទៅដល់ម៉ោង5បាទហើយជាងគឺមិនមែនតិចទេបងប្អូនគឺជាង4នាក់បាទចូលទៅដល់ព្រឹបម្នាក់ដាក់ខាងឆ្វេងម្នាក់ខាងស្ដាំម្នាក់មុខម្នាក់ក្រោយបាទហើយសរុបទៅវិញទៅមកនៅសល់ជាង2នាក់បាទដោយសារកន្លែងចង្អៀតបាទកន្លែងចង្អៀតអញ្ចឹងដូចជាបិទខាងលើនេះបាទវារៀងក្លុកក្លាក់អញ្ចឹងយូរបាទឥឡូវរួចរាល់ហើយបាទមើលមុខខ្លួនស្រីបាទបានកាដូបាទគឺសប្បាយចិត្តខ្លាំងណាស់មែនបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបាទ